រឿងក្រពើរមើលគុណកាលពីយូរលង់ណាស់មកហើយមានក្រពើមួយក្បាលរកចំណីមិនបានសោះព្រោះជារដូវប្រាំងសូម្បីតែទឹកត្រពាំងរីងស្ងួតហួតហែងធ្វើឲ្យសត្វក្រពើនោះក្រៀមស្រកាស្ទើរតែស្លាប់ព្រោះអត់ចំណីភ្លាមនោះក៏មានបុរសចំណាស់ម្នាក់បានបរទេះមកហើយក៏ប្រទះឃើញសត្វក្រពើកំពុងតែដេកដោយស្ថានភាពអស់កម្លាំងហើយសត្វក្រពើនោះបានសុំអង្វរបុរសចំណាស់នោះថាជួយយកខ្ញុំទៅដាក់កន្លែងដែលមានទឹកមួយធ្លុបផងបុរសនោះបានយល់ព្រមហើយក៏មិនបានគិតអ្វីច្រើនដែរហើយបុរសនោះក៏បានយកខ្សែមករឹតក្រពើនោះដាក់លើទេហើយក៏ធ្វើដំណើរចេញទៅពេលទៅដល់ខាងមុខមានកូនស្រះមួយធ្លុកហើយបុរសនោះក៏ស្រែកខ្សែបំរុងនឹងដាក់ក្រពើចូលក្នុងបឹងក្រពើនោះក៏បកក្បាលមកក្រោយបំរុងនឹងខំបុរសនោះតែសំណាងបុរសនោះបានគិតទុកជាមុនថាក្រពើនោះច្បាស់មានល្បិចហើយបុរសនោះបានរឹតខ្សែបន្ទឹងរហូតទាល់តែក្រពើនោះស្លាប់សាច់រឿងនេះចង់បង្ហាញពីសត្វក្រពើរមើលគុណសត្វក្រពើវាមិនដែលចេះគិតអ្វីទេឲ្យតែមានចំណេះដឹងតែវាសីហើយសំបីតែម្ចាស់វាក៏វាសីដែរហើយសាច់រឿងមួយនេះចង់បង្ហាញយើងឲ្យចេះដឹងគុណមនុស្សដែលធ្លាប់ជួយយើងក្នុងគ្រាដែលយើងលំបាកហើយត្រូវចេះតបស្នងសងគុណគេសាច់រឿងនេះក៏មានតែប៉ុណ្្នឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះសូមជួយ like page ខ្ញុំបាទម្នាក់មួយផងនិង Channel YouTube ខ្ញុំបាទផងដើម្បីទទួលបានរឿងថ្មីជាបន្តទៀតសូមអរគុណពីបានទស្សនាវីដេអូមួយនេះហើយបងប្អូនកុំភ្លេចបាទជួយចុច like បាទ subscribe cho kênh YouTube ខ្ញុំបាទគឺបាទអូខេហ្នឹងហើយហើយខ្ញុំនឹងមានវីដេអូរឿងចេញជាបន្តបន្ទាប់ទៀតបងប្អូនណានេះគឺជាការធ្វើសាកល្បង AI ដើម្បីយើងរកលុយតាម YouTube ដូចជា Facebook ហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមកុំភ្លេចចុច like ចុច share comment និងក្រោមវីដេអូដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអូខេហ្នឹងហើយបងប្អូនដែលចង់រកលុយជាមួយ YouTube អាចធ្វើវីដេអូ AI ក៏បានដែរបងហើយវីដេអូ original ក៏បានធ្វើ AI ដូចខ្ញុំក៏បានយើងធ្វើជាសម្រាយរឿងដូចជានឹងហើយវីដេអូផ្សេងអំពីការថតរឿងដូចខ្ញុំអញ្ចឹងហ្នឹងហើយបងប្អូនអាចធ្វើបានហើយហ្នឹងហើយចុងក្រោយបងប្អូនកុំភ្លេចបាទជួយបាទ like page បាទថ្មីរបស់ខ្ញុំដូចជា channel YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីហ្នឹងហើយជាមួយនឹងខ្ញុំធ្វើនេះគឺខ្ញុំធ្វើសាកល្បងនេះបងប្អូនថ្ងៃធ្វើសាកល្បងអំពីបាទតើយើងចង់ដឹងថាវាធ្វើអញ្ចឹងគឺយើងអាចផ្ទុះវីដេអូអត់ចឹងណាបងប្អូនហ្នឹងហើយបងប្អូនអាចទស្សនាបន្តទៀតហើយតាមដានវាខ្ញុំបន្តទៀតដើម្បីយើងចង់ដឹងថាវីដេអូយើងធ្វើ AI អញ្ចឹងវា YouTube វាចាប់ក៏អត់ចឹងណាបងប្អូនហើយយើងអាចធ្វើបានក៏យើងអាចរកលុយបានអត់ចឹងណានៅពេលដែលយើងស្នើគ្រប់គោលការណ៍រកលុយ YouTube ក៏ដោយដូចជា Facebook ក៏ដោយណាបងប្អូនហ្នឹងហើយអូខេហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគុណជម្រាបលាបាទហ្នឹងហើយសុខសប្បាយទាំងអស់គ្នាហ្នឹងហើយអរគុណច្រើនបាទ